តើការកាន់កាប់ដីធ្លីក្នុងរយៈពេលយូរឆ្នាំអាចក្លាយជាម្ចាស់ដីស្របច្បាប់បានដែរឬទេយោងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជារួមមានច្បាប់ភូមិបាលឆ្នាំ2001ជាអាតដើម្បីក្លាយទៅជាកម្មសិទ្ធិតកម្ចាស់ដីលើអចលនវត្ថុណាមួយបាននោះភូគីត្រូវតែបំពេញឲ្យបាននៅលក្ខខណ្ឌចំនួន5យ៉ាងគឺទី1កាន់កាប់ដោយពិតប្រាកដទី2កាន់កាប់ដោយគ្មានហិង្សាទី3កាន់កាប់ដោយមានការដឹងឮជាសាធារណៈទី4កាន់កាប់ដោយគ្មានការអាក់ខាននិងទី5កាន់កាប់ដោយសុចរិតលើពីនេះការកាន់កាប់លើដីនោះត្រូវតែធ្វើឡើងមុនការចូលជាធរមាននៃច្បាប់ភូមិបាលឆ្នាំ2001លើដីដែលមិនមែនជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋនិងអនុវត្តបានយ៉ាងតិច5ឆ្នាំនៅក្នុងវីដេអូបន្ទាប់យើងនឹងឆ្វេងយល់អំពីការកាន់កាប់ដោយពិតប្រាកដដែលជាលក្ខខណ្ឌទី1នៃភូកៈស្របច្បាប់សុភាព Legal Property ឆ្វេងយល់អំពីច្បាប់ដើម្បីការពារសិទ្ធិរបស់អ្នក